ខ្ញុំបានបង្កើត AI chatbot មួយមានឈ្មោះថាតាសុកដែលបាន inspiration អំពីវីដេអូរបស់គាត់អូខេអញ្ចឹងមើលវីដេអូគាត់សិនមកពីព្រោះនិយាយឡើងចង់ងាប់ហើយនិយាយឡើងចង់ងាប់ហើយអត់យល់មកសួរដែរហ្នឹងហើយដោយសារតែវីដេអូគាត់បានផ្ទុះពេញបណ្ដាញ Facebook អញ្ចឹងខ្ញុំក៏គិតថាសូមបើខ្ញុំ clone គាត់មកជា AI មិនទៅណាហើយនៅក្នុងវីដេអូគាត់និយាយថាចូលចិត្តសួរដែរនិយាយដែរអត់ចេះហត់ទេបែបហ្នឹងអញ្ចឹងខ្ញុំគិតថាចំបើខ្ញុំធ្វើ AI generator មួយដែលខ្ញុំដាក់លក្ខណៈថាបើ user កាន់តែសួរគាត់កាន់តែធុញអញ្ចឹងខ្ញុំគិតថាអូខេនេះជាគំនិតមួយដែល fun ដែរតើហ្នឹងហើយដំបូងទៅអត់មានអីទេគ្រាន់តែ AI chatbot មួយដែលខ្ញុំធ្វើការអាច chat បានសួរគាត់អីចឹងហើយយើងធ្វើការមាន voice មានការអីសួរមកឆាប់ខ្ញុំរវល់ណាស់កុំសួរច្រើនពេកអូខេហ្នឹងហើយនិយាយទៅទាំងអស់ហ្នឹងគឺខ្ញុំប្រើ AI ដើម្បីបង្កើតអញ្ចឹងប្រមរបស់ខ្ញុំដំបូងខ្ញុំមកឲ្យ AI ហ្នឹងទៅបង្កើត chatbot មួយមានឈ្មោះថាតាសុកអញ្ចឹង personality របស់គាត់ហ្នឹងនៅពេលដែលគេសួរច្រើនពេកគាត់នឹងខឹងអញ្ចឹងយើងមាន script ឲ្យគាត់ដែលយកចេញពីវីដេអូរបស់គាត់ដែលគាត់កំពុងតែនិយាយនោះហើយនេះជា screenshot ដែល user គាត់បានប្រើប្រាស់គាត់ឆាតទៅខ្ចីលុយតាតែ error បាត់ហើយនៅនោះគាត់និយាយថាតាខ្ចី$10ស្អែកសងតបមកតាអូយព្រះជាម្ចាស់ខ្ញុំមានកម្មពីអីតមក load AI error អញ្ចឹងនិយាយទៅសួរអីឲ្យគាត់ដឹងដែរតែគាត់ថាគាត់ខ្ជិលខ្លោចតែប៉ុណ្ណឹងហ្នឹងហើយអ្នកដែលជួបមីសេផ្លែកសិតតែកម្ពុជាមនុស្សហើយនេះមីសេខ្លះគឺអត់ដែរបង្ហាញទេដូចដកដង្ហើមធំអ៊ីនធឺណិតដើរយឺត system error អញ្ចឹងនេះតាសុកមិនមកលេងកន្លែងនេះទេខ្ញុំទៅវិញហើយលក្ខណៈថាគេ add ចូលក្រុមអីចឹងក្រុមនឹង not allow គាត់ចេញទៅវិញអូតូម៉ាទិកហ្មងហើយនេះជាកន្លែងដែលគាត់អូយព្រះជាម្ចាស់ខ្ញុំមានកម្មពីអ្វីនេះនៅពេលដែលគាត់ reply អត់កើតអូខេឥឡូវតមកវីដេអូយើងវិញអូខេនេះជា script របស់គាត់ពីព្រោះតែនិយាយឡើងចង់ងាប់ហើយអត់យល់មកសួរដែរអូយព្រះជាម្ចាស់ខ្ញុំមានកម្មពីអីខ្ញុំរត់បុកអញ្ចឹងឲ្យងាប់បាក់កលើហើយតមកក៏ដកហើមធំហើយណាបែបហ្នឹងអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីវាបង្កើតអា chatbot ហ្នឹងឲ្យយើងហើយខ្ញុំក៏ចង់ថាអ្នកឯងជួយបង្កើត Telegram bot មួយទៀតមកដែល clone អា project ហ្នឹងដដែលហ្នឹងតែគ្រាន់តែថាយើងកំប៉ះអាកូដចាស់យើងគ្រាន់តែថាធ្វើម៉េចឲ្យកូដហ្នឹង deploy ទៅដើរនៅលើ Cloudflare ហ្នឹងហ្មងហើយ chatbot AI Gemini ក៏ប្រាប់យើងថាអូអ្នកឯងទៅបង្កើត chatbot នៅbot father សិនមកតមកយកអា token យកអីមកដាក់នៅក្នុងហ្នឹងមកគឺដើរហើយត្រូវការ account Cloudflare អីចឹងអូខេជំរាបបន្ទាប់ហ្នឹងគឺខ្ញុំធ្វើការ download នៅ source code ទាំងអស់ហ្នឹងហើយខ្ញុំនឹងធ្វើការ run នៅក្នុង local របស់ខ្ញុំដោយខ្ញុំត្រូវការ run npm install ហើយយើង npx writer អាហ្នឹងហៅស៊ីគេខ្ញុំភ្លេចបាត់ហើយហ្នឹងហើយគេហៅថា Winger ទេនេះចុចស្ដាប់ពឹបហ្នឹងនេះ Wrangler អូខេអញ្ចឹងនេះដោយតាមគេហើយវាយើងនឹងបាន URL មួយដែល public នៅក្នុង console របស់យើងនេះ URL ហ្នឹងលក្ខណៈបែបនេះ http តមក username អីចឹងរបស់យើងហើយ .workers.dev តមកយើងធ្វើការមួយទៀតយើង set ទៅនឹង webhook របស់យើងដើម្បីនៅពេលដែលគេវាយ /chat/start នៅកាន់ bot ហ្នឹងមកវាធ្វើដំណើរការ interact ជាមួយនឹង backend របស់យើងអញ្ចឹងនេះជារបៀបដែលយើង set យើងត្រូវដាក់ bot ហើយ token តមក URL នេះ URL នេះ URL នេះ webhook URL ហ្នឹងហើយ worker ហើយខ្ញុំក៏បានឲ្យវាបង្កើតជា memory មានន័យថាវាចងចាំ100 message ចុងក្រោយដែលវា store នៅក្នុង key value storage របស់ Cloudflare អញ្ចឹងអាហ្នឹងវាគិតលុយដែរនេះអាហ្នឹងរបស់គិតលុយខ្ញុំទៅ update ក្នុងថ្ងៃមិញទៅក្រោយមកទៀតខ្ញុំក៏ប្រាប់វាថាបើសិនគេសួរថាណាគេអ្នកបង្កើតអញ្ចឹងខ្ញុំថា admin ខ្លីៗអ្នកបង្កើតអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេហើយក្រៅពីប្រហែលហ្នឹងគឺខ្ញុំឲ្យវា fix error ទាំងអស់អូខេអញ្ចឹង bot ហ្នឹងខ្ញុំ deploy ចាប់ពីម៉ោង1ថ្ងៃទៅនៅថ្ងៃទី26ខែ12 2025ហ្នឹងអញ្ចឹងរយៈពេលត្រឹមតែប្រហែលម៉ោងទេរហូតដល់ម៉ោង9ជាងនេះគឺ request ទទួលបាន14000 request គឺថា bot ហ្នឹងឡើងកាំងហ្មងវាធ្វើអីឲ្យលេងចេញហើយដោយសារ hit rate limit របស់ API របស់ Gemini ហ្នឹងហើយទោះបីជា AI ហ្នឹងនៅជាប់ rate limit ក៏ដោយក៏នៅមានអ្នកឆាតមកអ្នកស្មានហ្នឹងអ្នកឆាតមករហូតហូហែនេះឡើង error តិចទៀតខ្ញុំប្រហែលជាបិទ bot ហ្នឹងចោលដោយសារខ្ញុំត្រូវការញោ token ទៅប្រើលើអីផ្សេងអញ្ចឹងអូខេអញ្ចឹងសរុបសេចក្តីមកតាមខ្ញុំ count នៅក្នុងអា KV count ហ្នឹងគឺមាន user រហូតដល់776នាក់ដែលបានធ្វើការ interact ជាមួយនឹង chatbot របស់ខ្ញុំអញ្ចឹងមានចំនួនច្រើនមែនទែនក្នុងរយៈពេលត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះអូខេនេះជាក្រាបដែលខ្ញុំបានចំណាយទៅលើ request ហើយនឹង token របស់ខ្ញុំអញ្ចឹងអ្នក request សរុបហ្នឹងចំនួន request សរុបហ្នឹងមាន11500
អូខេអញ្ចឹងវាបូកសរុបទាំង error អីទៀតនេះ error too many 1500 token ច្រឡំ1500 request ហ្នឹងហើយនេះសំណាងឯដែលគេអត់គិតថា input token ហ្នឹងគិតលុយបើគិតលុយនេះប្រកាសជាងដាច់ខ្ចង់កំបាត់ហើយនេះអញ្ចឹងវាអស់30ខ្ទង់40 million token ណាច្រើនណាស់ណាហើយ token ដែលវា output ហ្នឹងគឺអស់ត្រឹមតែ 100000 តែប៉ុណ្ណោះបាទគឺ 100000 គឺគៀងស្ញាញ់ហើយអញ្ចឹងវាមានអីទៀតទេនេះ red limit មើលមកបាទគឺក្រហមតែតហ្មងនេះក្រហមតែតហ្មងជាប់ស្ញាញ់ហ្មងនេះហ្នឹងហើយអរគុណដែលបានមើលដល់ទីបញ្ចប់ហើយនេះជា secret sauce នៃ chatbot ហ្នឹងគឺយើងមាន system prompt មួយនេះអញ្ចឹងយើងឲ្យ personality មកតបមកគាត់និយាយគេគាត់មិនលក្ខណៈបែបមិនហើយនិយាយលេងបានអត់អីចឹងមានតែប៉ុណ្្នឹងទេអូខេអរគុណអ្នកនរអស់គ្នាសម្រាប់ការទស្សនានៅវីដេអូដ៏ boring មួយនេះអរគុណបាយ